រឿងខ្ញុំចង់ខ្លាចជាមនុស្សអាក្រក់តែឥឡូវយើងមកបន្តសាច់រឿងរបស់យើងទាំងអស់គ្នាបើក្បាលរឿងគឺយើងឃើញថាមានឆ្មាសមួយបានមករកប្រព័ន្ធឆ្មាខ្មៅរបស់យើងនិយាយថាឆ្មាខ្មៅរបស់យើងមិនមែនអស់ណាពេលឃើញជាងប្រព័ន្ធឆ្មាខ្មៅរបស់យើងក៏បាននិយាយថាទោះបីជាខ្ញុំបានចែកអាហារកំពុងមួយចំនួនទៅឲ្យអ្នកប៉ុន្តែអ្នកមិនចាំបាច់សន្យាជាមួយខ្ញុំដោយរាងកាយនោះទេដោយសារតែខ្ញុំមិនមែនជាឆ្មានៅក្នុងពិភពលោកនេះនោះលទ្ធផលចុងក្រោយវាមិនល្អនោះទេវ៉ាវឆ្មាខ្មៅរបស់យើងគឺថាគេចេះគិតគូរអីចឹងណានៅពេលនិយាយចឹងចប់ហើយប្រព័ន្ធឆ្មាខ្មៅរបស់យើងក៏បានងាកមើលវ៉ាងអ៊ីគឺថាវ៉ាងអ៊ីរបស់យើងអត់មានមាត់អីទេអាឡែងតែមើលសភៅចាប់តែជាទីគោរពតើអ្នកកំពុងតែអានអ្វីអ៊ីរបស់យើងក៏បានតបថាតើខ្លួននឹងអាចធ្វើអ្វីទៀតខ្ញុំត្រូវតែសិក្សានឹងហើយព្រោះរូបកាយដើមគឺជាសិស្សវិទ្យាល័យនៅពេលឮចឹងប្រព័ន្ធឆ្មាខ្មៅរបស់យើងក៏បានឲ្យកំណត់ម្ចាស់ផ្ទះមួយដោយឲ្យវ៉ាងអ៊ីយើងនឹងយកបន្ទុកទៅប្រូយករង្វាន់ដែលជាឱសថមួយចំណេះដឹងបន្ទាប់ពីការផឹកចឹងបានន័យថាឱសថនឹងពេលផឹកហើយគេមានចំណេះដឹងភ្លាមៗមិនបាច់ហត់អានសភៅអីទេម្ចាស់ផ្ទះគ្រាន់តែបោកប្រាស់គេបន្តិចនោះម្ចាស់ផ្ទះអាចរីកចម្រើនបានយ៉ាងឆាប់រហ័សចឹងនិយាយថាឱសថគេនឹងអែមែនតែនហ្មងនៅពេលឮចឹងវ៉ាងអ៊ីរបស់យើងគាត់ក៏បានសើចចង់កុហកខ្ញុំដើម្បីឲ្យខ្ញុំចំណាយបន្ទុកគ្រប់ភារកិច្ចទាំងអស់ចាំប្រាប់ប៉ុនឆ្មាឯងថា IQ របស់វ៉ាងអ៊ីយើងមិនទៀបអីណាចង់បោកវ៉ាងអ៊ីឯងនេះចំជាឆ្មាអាក្រក់ពិតមែនម៉ាស់ស្ទុះក្រោយគ្មានផ្លូវទេវ៉ាងអ៊ីរបស់យើងក៏បានស្រែកដាក់ខ្លួនឯងថាកុំបារម្ភដោយសារតែដំណើររឿងសំខាន់មិនទាន់បានចាប់ផ្ដើមនោះខ្ញុំនឹងខិតខំសិក្សាហើយធ្វើឲ្យមានការរីកចម្រើនជារៀងរាល់ថ្ងៃនិងរស់នៅក្នុងផ្ទះដ៏មានសុភមង្គលហើយក៏បានទៅឈរសើចដាក់មាត់ប្អួយទៅបើឃើញវ៉ាងអ៊ីចឹងទៅគឺថាប៉ុនឆ្មារបស់យើងគាត់មានជាការឆ្ងល់ហើយគាត់សួរថាម្ចាស់ផ្ទះតើអ្នកមិនអីទេមែនទេគេចង់បានន័យថាតើវ៉ាងអ៊ីនឹងមានបញ្ហាខួរក្បាលមែនច្បាស់ណាស់ថាម្ចាស់ផ្ទះបានធ្វើដំណើរតាមពេលវេលាហើយបានក្លាយជាបុព្វបុរសចំនួនទី2គេចង់បានន័យថាវ៉ាងអ៊ីរបស់យើងគឺជាអ្នកធ្វើដំណើរតាមពេលវេលាទី2អញ្ចឹងចុះទី1ណាគេអូប៉ុន្តែម្ចាស់ផ្ទះមិនដែលបង្កើតមិត្តភ័ក្តិនិងមិនដែលចូលក្លឹបទេហើយគ្រាន់តែចង់សិក្សាមែនទេគេចង់បានន័យថាវ៉ាងអ៊ីរបស់យើងគឺជាមនុស្សដែលមិនចូលចិត្តរាប់រងអ្នកដទៃគិតតែពីការសិក្សាវ៉ាងអ៊ីរបស់យើងក៏បានបែរបកមកសួរប្រព័ន្ធវិញថាតើខ្ញុំមិនអាចកន្លែងនេះវ៉ាងអ៊ីចង់បានន័យថាខ្លួនគឺដូចអ្វីដែលប្រព័ន្ធបានរៀបរាប់មុននឹងអញ្ចឹងនៅពេលឮវ៉ាងអ៊ីនិយាយចឹងប្រព័ន្ធនឹងក៏បាននិយាយថាវាមិនពិតទេប៉ុន្តែសូបានគិតថាសូនឹងគឺជា system ឬក៏ system 0 admin នឹងនិយាយពាក្យ system ជំនួសឲ្យពាក្យប្រព័ន្ធវិញម្ចាស់ផ្ទះគឺជាប្រភេទមនុស្សដែលចូលចិត្តចេញទៅលេងខាងក្រៅនិងលេងជាមួយមិត្តភ័ក្តិហើយនេះគឺជាអ្វីដែល system វិភាគពីវ៉ាងអ៊ីហើយវ៉ាងអ៊ីរបស់យើងក៏បានសើចដោយនិយាយថា system នឹងគឺវិភាគខ្លួនបានត្រឹមត្រូវណាស់ប៉ុន្តែអញបាននិយាយថាពួកយើងមិនមែនជាកម្មសិទ្ធិរបស់ពិភពលោកនេះហើយក៏សម័យដល់កន្លែងឆ្មាខ្មៅរបស់យើងនឹងគាត់និយាយថាខ្លួនមិនមែនជាឆ្មានៅក្នុងពិភពលោកនេះនោះលទ្ធផលចុងក្រោយនឹងមិនល្អនោះទេដូច្នេះប្រសិនបើឯងមិនប្រយ័ត្នទេឯងនឹងទុកចោលអារម្មណ៍ខ្លះដែលមិនគួរទុកចោលនៅទីនេះហើយអារម្មណ៍នឹងវាជាភេទអារម្មណ៍ដែលមិនអាចបំភ្លេចបានអីចឹងណាហើយនោះគឺជាអ្វីដែលគួរឲ្យភ័យខ្លាចបំផុតដោយសារតែបែបនេះហើយទើបវ៉ាងអ៊ីរបស់យើងនឹងគាត់គិតតែពីការរៀនសូត្រអត់ខ្វល់ពីការរំលងអ្នកដទៃដោយសារតែគាត់ខ្លាចទុកអារម្មណ៍ចោលមួយចំនួនដែលគាត់អាចបំភ្លេចបានអីចឹងណាហើយវ៉ាងអ៊ីនិងឆ្មាខ្មៅរបស់យើងស្ទើរតែភ្ញាក់ដោយសារតែសម្លេងគោះទ្វារហើយឆ្មាខ្មៅរបស់យើងក៏បានសួរទៅវ៉ាងអ៊ីថាតួអាចប្រុសហាក់ដូចជាចេញពីសាលាហើយមែនទេហើយដោយសារតែឮសម្លេងគោះខ្លាំងពេកនឹងឆ្មាខ្មៅរបស់យើងក៏បានសួរទៀតថាម្ចាស់ផ្ទះតើម្ចាស់ផ្ទះមិនទៅបើកទ្វារទេឬវ៉ាងអ៊ីរបស់យើងក៏បានឆ្លើយអត់ទេប្រសិនបើខ្ញុំជួបជាមួយស៊ីនស៊ីអានឥឡូវនេះខ្ញុំត្រូវតែធ្វើបាបគាត់ម្ដងទៀតដើម្បីរក្សាចរិតលក្ខណៈតួចិត្តអាក្រក់វិសមកាលនេះខ្ញុំចង់សម្រាកហើយឆ្មាខ្មៅរបស់យើងក៏បានឮទៅវ៉ាងអ៊ីថាអូប៉ុន្តែវាមិនរំខានម្ចាស់ផ្ទះទេឬហើយសំឡេងគោះទ្វារហ្នឹងគឺនៅតែបន្តគោះរហូតដល់វ៉ាងអ៊ីរបស់យើងបានបើកទ្វារមកស្រែកតើអញកំពុងតែធ្វើអីវាថ្លង់ខ្លាំងណាស់អញចង់ត្រូវវាទៀតឬវ៉ាងអ៊ីខំស្រែកប៉ុណ្ណាតែមកមុខស៊ីស៊ីរបស់យើងបងប្រុសថ្ងៃនេះខ្ញុំបានទៅសាលារៀនគេនិយាយដោយសភាពអមដោយពន្លឺចាំងអីចឹងណាអញ្ចឹងនេះជាមូលហេតុដែលឯងរំខានខ្ញុំពេលឮចឹងស៊ីស៊ីរបស់យើងក៏អត់មាត់អីទេហើយគាត់ក៏បានបកគលកដាទៅឲ្យវ៉ាងអ៊ីដល់និយាយថាអត់ទេខ្ញុំនឹងខិតខំសិក្សារៀនសូត្រហើយនឹងទទួលបានបន្ទុកពេញលេញគ្រប់មុខក្នុងការធ្វើតេស្តបន្ទាប់មកខ្ញុំនឹងខ្ពស់ដូចបងអ៊ីនោះបងមិនអាចធ្វើបាបខ្ញុំបានទៀតទេហើយមូលហេតុដែលស៊ីស៊ីរបស់យើងនិយាយចឹងហ្នឹងគឺដោយសារតែស៊ីស៊ីរបស់យើងបានសន្យាខ្លួនឯងថាមិនធ្វើតាមការរំពឹងទុករបស់វ៉ាងអ៊ីទៀតទេហើយអ្នកទាំងអស់គ្នាក៏អាចទៅមើលកន្លែងដែលវ៉ាងអ៊ីរបស់យើងចង់ស៊ីស៊ីហើយឲ្យស៊ីស៊ីស្បត់អស់មើលកន្លែងហ្នឹងហើយក៏អាចយល់ឡើងនេះហើយដែលនិយាយចប់ស៊ីស៊ីរបស់យើងក៏បាននិយាយថាខ្ញុំទៅហើយក៏បានដាក់មេប្រូចទៅបាត់ទៅបើមើលវ៉ាងអ៊ីរបស់យើងវិញគឺថាគាត់គាំងឡើងសងសឡើងសញ្ញាសួរឡើង3ឆ្ងល់ដោយសារតែរដងស៊ីស៊ីគឺមិនដែលបែបហ្នឹងទេតែឥឡូវហ៊ានស្រែកដាក់ខ្លួនអីចឹងណារួចក៏បានមកសួរប្រព័ន្ធឆ្មាតើគាត់កំពុងតែធ្វើអីអញ្ញាតឲ្យខ្ញុំគិតបន្តិចសិនមើលហើយឆ្មាខ្មៅរបស់យើងហ្នឹងគាត់ក៏បានគិតដែរ
តើស្មារតីរបស់តួឯកប្រុសត្រូវបានដាស់ហើយឬនេះជាហេតុដែលធ្វើឲ្យគាត់ចាប់ផ្ដើមប្រឆាំងរាល់ការប្រមាថការគិតរបស់ឆ្មាខ្វាក់របស់យើងនឹងគឺដូចទៅនឹងការគិតរបស់វ៉ាងអ៊ីដែរដែលពីរអ្នកនឹងក៏បានមើលមុខគ្នាដោយសារពីរនឹងគិតដូចគ្នាអញ្ចឹងណាហើយស្រាប់តែវ៉ាងអ៊ីនិងឆ្មាខ្វាក់របស់យើងគឺថាលង្ហូរទឹកភ្នែកគេអបអរគ្នាបំពេញបេសកកម្មបានជោគជ័យបេសកកម្មនឹងគឺជាបេសកកម្មដែលតម្រូវឲ្យស៊ីស៊ីរបស់យើងនឹងត្រូវងើបប្រឆាំងនឹងវ៉ាងអ៊ីថ្ងៃបន្ទាប់គឺសុទ្ធតែលឺសំឡេងគោះទ្វារខ្លាំងទៀតហើយវ៉ាងអ៊ីរបស់យើងបានបើកទ្វារមកដោយទឹកមុខរបស់គាត់នឹងគឺធុញថប់ខ្លាំងមែនតើបងប្រុសថ្ងៃនេះខ្ញុំបានបរាជ័យក្នុងការរកពិន្ទុពេញបងប្រុសសូមដាក់ទោសខ្ញុំឆុតបន្ថែមដែលវ៉ាងអ៊ីរបស់យើងនឹងគាត់បានបែរមកសុកសៀវជាមួយឆ្មាខ្វាក់របស់យើងថាម្នាក់នេះខ្ញុំគិតថាគាត់មានជំងឺធ្ងន់ធ្ងរហើយមិនឲ្យគេគិតអញ្ចឹងមិនបើសុកមកសុំឲ្យគេដាក់ទោសអញ្ចឹងនេះឥឡូវយើងបន្តសាច់រឿងរបស់យើងវិញបងប្រុសសូមដាក់ទោសខ្ញុំវ៉ាងអ៊ីដល់លឺអញ្ចឹងអីគឺថាគាត់គាំងញើសលឹងចូលក្បាលឯនេះឯងតើអញជិតនៅពេលដែលនៅទៅដាក់ទណ្ឌកម្មឯងដល់ពេលលឺជាងទៅស៊ីស៊ីរបស់យើងក៏បានឆ្ងល់ខ្ញុំមិនចូលចិត្តវាទេពេលដែលលឺអញ្ចឹងវ៉ាងអ៊ីរបស់យើងក៏បានធូរចិត្តដល់និយាយថាអូហើយបើបែបនេះមិនពិតជាល្អខ្លាំងណាស់បន្ទាប់មកស៊ីស៊ីរបស់យើងក៏បានបន្តទៀតថាប៉ុន្តែនៅក្បែរបងខ្ញុំតែងតែត្រូវបានធ្វើបាបហើយស៊ីស៊ីរបស់យើងក៏បាននិយាយបន្តនៅក្នុងចិត្តវាគ្រាន់តែដោយសារតែខ្ញុំចង់ជួបបងដូច្នេះខ្ញុំអាចទ្រាំទ្របានហើយនេះក៏ជាមូលហេតុដែលស៊ីស៊ីរបស់យើងសូមឲ្យវ៉ាងអ៊ីដាក់ទោសខ្លួនព្រោះអីនៅពេលដែលស៊ីស៊ីនិងវ៉ាងអ៊ីជួបគ្នាវ៉ាងអ៊ីត្រូវតែធ្វើបាបស៊ីស៊ីដើម្បីរក្សារឹកលក្ខណៈរបស់តួចិត្តអាក្រក់ហើយបើក្លែងមកវ៉ាងអ៊ីរបស់យើងវិញនៅពេលដែលលឺអញ្ចឹងទៅគាត់ចង់ខ្លាចស៊ីស៊ីទៀតណាហើយវ៉ាងអ៊ីរបស់យើងក៏បានខឹងដែលចាប់ទាញកាតាបស៊ីស៊ីបោះចេញហើយព្រមទាំងស្រែកថាឯងនៅតែមកទីនេះទោះបីជាឯងនឹងថាត្រូវគេធ្វើបាបក៏ដោយខ្ញុំពិតជាចង់ឈឺមែនកន្លែងនេះវ៉ាងអ៊ីរបស់យើងចង់បានន័យថាខ្លួនហត់ចង់ឈឺដោយសារតែការធ្វើបាបស៊ីស៊ីនេះយ៉ាប់បណ្ដោយណាស់គេមិនចង់ធ្វើបាបហើយនៅតែខំមកទៀតចេញទៅកុំរំខានខ្ញុំហើយក៏បិទទ្វារផាំងហើយមើលមុខស៊ីរបស់យើងគាត់បានត្រឹមតែសម្លឹងមើលទ្វារបិទដល់និយាយថាវ៉ាងអ៊ីនឹងបានរត់គេចខ្លួនទៀតហើយអីយ៉ាវ៉ាងអ៊ីរបស់យើងកូនហើយស៊ីនឹងមិនដោះលែងជាដាច់ខាតហើយក៏បានប្រមូលសភៅរបស់ខ្លួននឹងហើយប្រមូលសុកតែឃើញសភៅពណ៌កឈូកមួយដើម្បីបើកមើលទៅគឺថាសភៅស្នេហាយុវវ័យនិពន្ធដោយមូរងរ៉ាយ៉ាកូនស៊ីរបស់យើងធ្វើមុខដូចមិនដែលបានឃើញសភៅស្នេហាសភៅនេះហាក់ដូចជាមានមិត្តរួមថ្នាក់ស្រីម្នាក់បានផ្ដល់វាឲ្យខ្ញុំនិយាយអំពីវាតើតួអង្គនៅក្នុងនោះមើលទៅដូចខ្ញុំមែនទេហើយស៊ីរបស់យើងនឹងគាត់ក៏បានសម័យនៅពេលដែលមិត្តរួមថ្នាក់ស្រីរបស់គាត់យកចភើនឹងមកឲ្យដល់និយាយថាស៊ីរបស់យើងនឹងគឺសង្ហាដោយតួឯកប្រុសនៅក្នុងប្រឡោមលោកនេះអញ្ចឹងយ៉ាគួរឲ្យចាប់អារម្មណ៍បើកមើលសិនមើលដូច្នេះវាប្រែថាអ្វីដែលគាត់តែងតែហៅថាតួឯកប្រុសវាជាប្រភេទបែបនេះកន្លែងនេះស៊ីរបស់យើងចាំសម្ដៅដល់ពេលដែលវ៉ាងអ៊ីរបស់យើងតែងតែហៅខ្លួនថាតួឯកប្រុសតាមពិតវាដូចនឹងសភៅប្រឡោមលោកនេះសោះហើយក៏បានកាត់មកដល់ថ្ងៃបន្ទាប់គឺថាមានផ្កាដ៏ស្រស់ស្អាតមួយបាច់ដែលត្រូវបានរៀបចំដោយស៊ីរបស់យើងបងប្រុសគឺថាស៊ីរបស់យើងគឺជូនផ្កាវ៉ាងអ៊ីអញ្ចឹងណាគេខំរើសតាំងពីព្រឹកដល់ពេលមកវ៉ាងអ៊ីនឹងឆ្មាស់ខ្មៅរបស់យើងវិញគឺថាមានការកាំងអីអញ្ចឹងណាសុកយកផ្កាមកឲ្យទាំងព្រលឹមអីចឹងនេះអ៊ីរបស់យើងគឺថាឆ្ងល់ខ្លាំងមែនតើហេតុអ្វីបានចាយឲ្យផ្កាមកខ្ញុំឥឡូវយកមើលសម្ដីកន្លោះទុយស៊ីរបស់យើងវិញគ្មានហេតុផលទេវាគ្រាន់តែជាបងប្រុសអ៊ីស៊ីរបស់យើងចង់មកន័យថាផ្កាដែលខ្លួនឲ្យទៅវ៉ាងអ៊ីរបស់យើងគឺមិនចាំបាច់មានហេតុផលអីទេហើយស៊ីរបស់យើងក៏ប្រាប់វ៉ាងអ៊ីថាខ្លួនទៅតែរៀនវាពីក្នុងប្រឡោមលោកគឺរឿងស្នេហាយុវវ័យហើយផ្កាគឺជាវត្ថុផ្គូផ្គងល្អបំផុតគ្រាន់តែស្ដាប់អ្វីដែលស៊ីរបស់យើងបកស្រាយហើយគឺថាវ៉ាងអ៊ីរបស់យើងឡើងព្រឺសម្បូរតែម្ដងឯងហើយសូម្បីឆ្មាស់របស់យើងក៏ដូចវ៉ាងអ៊ីដែរហើយវ៉ាងអ៊ីរបស់យើងនឹងគាត់ក៏បានចាប់ផ្កានោះទៅបោះលើមុខស៊ីដោយតែឯងលិតថ្នាំខុសមែនទេតែឯងចង់ចាំមកឲ្យខ្ញុំថាឆ្ងាញ់នេះផ្កាវ៉ាងអ៊ីចង់បានន័យថាស៊ីនឹងថាខ្លួននឹងដូចជាមនុស្សស្រីរួចវ៉ាងអ៊ីរបស់យើងគាត់ក៏បាននិយាយក្នុងចិត្តក្មេងនេះពិតជាចម្លែកណាស់ថ្មីនេះគេតែងតែបង្ហាញខ្លួននៅជុំវិញខ្ញុំញឹកញាប់ណាស់ហើយស៊ីរបស់យើងគាត់ក៏បានកលេចទៅមើលការគិតរបស់វ៉ាងអ៊ីដែលវ៉ាងអ៊ីនឹងគាត់បានគិតថាស៊ីរបស់យើងនឹងដូចនៅជាប់នឹងខ្លួនអញ្ចឹងទោះយ៉ាងណាក៏ដោយខ្ញុំសុំទោសហើយរូបភាពកន្លែងនេះគឺជាពេលដែលវ៉ាងអ៊ីរបស់យើងគាត់កំពុងតែធ្វើដំណើរទៅអនាគតហើយក៏បានដើរឆ្លងកាត់រឿងដែលកើតឡើងបន្តដោយក្នុងនោះមានដូចជានៅពេលដែលស៊ីរបស់យើងគាត់ធ្វើតុក្កតាជូនវ៉ាងអ៊ីខ្ញុំមិនអាចផ្ដល់ឲ្យស៊ីនូវភាពទន់ភ្លន់ដែលគាត់ចង់បាននោះទេបងប្រុសនៅថ្ងៃកម្មវិធីបញ្ចប់ការសិក្សាតើបងអាចមកបានទេវាមិនមែនគ្រាន់តែដោយសារពិភពលោកពីរផ្សេងគ្នានោះទេបងប្រុសសំណួរនេះមានការពិបាកខ្លះតើបងអាចប្រាប់ខ្ញុំខ្លះបានទេព្រោះតែខ្ញុំមានរឿងសំខាន់ជាងនេះដែលត្រូវធ្វើកាលនេះវ៉ាងអ៊ីរបស់យើងចង់បានន័យថាខ្លួនមិនអើពើនឹងស៊ីគឺមិនមែនដោយសារតែខ្លួនមកពីពិភពលោកខុសគ្នាតែមួយមុខទេគឺខ្លួនមានរឿងសំខាន់ផ្សេងទៀតនោះគឺជាចេតនាដើមនៃការចុះហត្ថលេខាលើកិច្ចសន្យាជាមួយ System ហើយវ៉ាងអ៊ីរបស់យើងគាត់ក៏បានសម័យ
ពេលនៅលើឡានក្រុងម្ដងទៀតនៅពេលប្រធានថ្នាក់គាត់បាននិយាយពិតឬចឹងល្អណាស់លើកក្រោយខ្ញុំមិនលើកលែងឯងទៀតទេហើយនៅពេលនឹងដែរគឺជាពេលដែលវ៉ាងអ៊ីរបស់យើងក៏បានដណ្ដើមបាល់ចេញពីរថភ័ក្ររបស់គាត់នឹងហើយវ៉ាងអ៊ីរបស់យើងក៏បាននិយាយថាពេលនេះបាល់របស់ខ្លួនបានត្រឡប់មកម្ចាស់ដើមវិញហើយវ៉ាងអ៊ីរបស់យើងក៏បានបន្តនិយាយពីលើការស្មើស្មៃរបស់ខ្លួនដោយនិយាយថាទទួលបានបន្ទុកគ្រប់គ្រាន់ក្នុងការទិញទំនិញដែលអាចត្រឡប់មកពេលវេលាដែលចង់ត្រឡប់មកប្រធានថ្នាក់របស់យើងវិញម្ដងគាត់បានថាឲ្យវ៉ាងអ៊ីដែលសិតតែវ៉ាងអ៊ីរបស់យើងនៅតែដណ្ដើមបាល់ទៀតពេលនេះឡើងក្មេងគេខំប្រាប់ប្រមាណដងហើយនៅតែស្ដាប់សោះសុកក៏សុទ្ធតែមានវ៉ាលីមួយរត់ធ្លាក់លើប្រធានថ្នាក់របស់យើងនៅពេលដែលវ៉ាងអ៊ីឃើញអញ្ចឹងគាត់បានទៅជួយប្រធានថ្នាក់របស់យើងហើយបានប្រឡែងបាល់ដែលធ្វើឲ្យបាល់ហ្នឹងគឺរត់ទៅបុកពេញហ្នឹងហើយវ៉ាងអ៊ីក៏បានឆ្លាងកាំងដោយសារតែខ្លួននិងមិត្តរួមថ្នាក់របស់ខ្លួនបានជួបគ្រោះថ្នាក់ចរាចរណ៍មួយហើយគឺថាមានតែវ៉ាងអ៊ីរបស់យើងទេដែលនៅរស់តតែឯងហើយនេះគឺជាមូលហេតុដែលរបស់យើងក៏បានបន្ទោសខ្លួនឯងថាដោយសារតែខ្លួនឯងនឹងទៅធ្វើមិត្តរួមថ្នាក់របស់ខ្លួននឹងស្លាប់ទាំងអស់តើពួកគេអាចសង្គ្រោះបានទេហើយរូបភាពក៏បានកាត់មកដល់បច្ចុប្បន្នវិញវ៉ាងអ៊ីរបស់យើងក៏បានស្រែកពេលវេលាប្រៀបដូចជាទឹកហើយឆ្នាំគឺប្រៀបដូចជាចម្រៀងនៅពេលឮវ៉ាងអ៊ីអញ្ចឹងមករួមទុកដែរអង្គុយជាមួយវ៉ាងអ៊ីនឹងគឺឆ្ងល់ខ្លាំងមែនទែនលោកវាងហេតុអ្វីបានជាអ្នកនិយាយបែបនេះគ្មានអ្វីទេហើយនៅពេលនេះដែរគឺយើងនឹងថាវ៉ាងអ៊ីរបស់យើងគាត់មានអាយុ22ឆ្នាំហើយគឺជានិស្សិតសាកលវិទ្យាល័យ Imperial Capital ហើយវ៉ាងអ៊ីរបស់យើងក៏បាននិយាយថាគាត់ដល់ដង្ហើមធំដោយសារតែគាត់ចិត្តរៀនចប់វិទ្យាល័យនេះហើយចង់ប្រាប់ថាចិត្តផរាយជីវិតជានិស្សិតអីមកវ៉ាងអ៊ីរបស់យើងក៏បានសម័យថយក្រោយយើងឃើញថា7ឆ្នាំបានកន្លងផុតទៅចាប់តាំងពីការបំពេញបេសកកម្មចុងក្រោយរបស់ខ្ញុំក្នុងរឿងក្មេងប្រុសសង្ហាបំផុតធ្លាក់ក្នុងអន្លង់ស្នេហ៍ជាមួយខ្ញុំកាលពីកុមារភាពហើយក្នុងអន្លង់ពេល7ឆ្នាំនេះខ្ញុំបានព្យាយាមគ្រប់មធ្យោបាយដើម្បីជៀសវាងការជួបជាមួយស៊ីនស៊ីអានខ្ញុំក៏បានបបមុខវិជ្ជារបស់ខ្ញុំដែរដូចទៅក្នុងប្រឡោមលោកអញ្ចឹងហើយចូលរៀននៅសាលាសេដ្ឋកិច្ចតើឯងចង់បោកយើងមែនទេអ្វីបានជាតួអង្គចិត្តអាក្រក់ត្រូវមានការអប់រំខ្ពស់បែបនេះពេលឮវ៉ាងអ៊ីនិយាយអញ្ចឹងឆ្មាស់ខ្មៅរបស់យើងក៏បានប្រាប់ម្ចាស់ផ្ទះកើតឡើងជាអ្នកប្រឆាំងជាធម្មតាតួអង្គអាក្រក់ជាមនុស្សដែលមានកំណត់ភ្លឺស្វាងបំផុតក្នុងការងារទាំងមូលពេលឮបែបនេះវ៉ាងអ៊ីរបស់យើងក៏បានសួរថាពិតឬមិនពិតហើយរបស់យើងក៏បានប្រាប់ថាវាជាការពិតដើម្បីធ្វើឲ្យអ្នកអានមានអារម្មណ៍ចម្លែកតួអង្គអាក្រក់ជាធម្មតាត្រូវបានបង្កើតឡើងដូចជាមនុស្សល្ងង់ដែលមានតំណែងខ្ពស់ឬទ្រព្យសម្បត្តិច្រើនពួកគេសម្បូរទៅដោយធម៌ពលនិងអំណាចប៉ុន្តែពួកគេនឹងប្រើវាយឺតដោយគ្រាន់តែគិតតែពីការបង្កបញ្ហាដល់តួឯកនោះហើយជាមូលហេតុដែលវានឹងត្រូវបានចាញ់នៅទីបញ្ចប់ហើយអំពើអាក្រក់នៅក្នុងបេះដូងអ្នកអាននឹងត្រូវបំបត្តិមែនទេអានេះគេចង់សម្ដៅដល់តួអង្គចិត្តអាក្រក់នៅចុងបញ្ចប់នឹងទទួលបានលទ្ធផលមិនល្អនោះទេហើយគេចង់ធ្វើឲ្យអ្នកអាននឹងជៀសវាងអំពើអាក្រក់ឆ្មាស់របស់យើងក៏បានឆ្លើយថាត្រូវហើយសូមរងចាំទស្សនាភាពបន្តនៅពេលក្រោយ